ផ្លែស្រកានាគនិងគុណប្រយោជន៍ទាំងនេះគឺជាគុណប្រយោជន៍សំខាន់ដែលមាននៅក្នុងផ្លែស្រកានាគផ្លែស្រកានាគជាផ្លែឈើដែលសម្បូរនៅលើទីផ្សាររសជាតិក៏ផ្អែមឆ្ងាញ់ចំណែកឯគុណប្រយោជន៍ចំពោះសុខភាពវិញក៏មិនអន់នោះដែរទាំងនេះគឺជាសារៈសំខាន់និងអត្ថប្រយោជន៍របស់ផ្លែស្រកានាគទី1ជាតិសរសៃផ្លែស្រកានាគជាប្រភេទផ្លែឈើសម្បូរទៅដោយជាតិសរសៃច្រើនដែលផ្លែស្រកានាគ20ក្រាមគឺមានផ្ទុកជាតិសរសៃ7ក្រាមអត្ថប្រយោជន៍ជាតិសរសៃជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារនិងសុខភាពសរសៃឈាមបេះដូងបន្ថែមពីនោះក៏ជាផ្នែកមួយដ៏សំខាន់នៃរបបអាហារសុខភាពសម្រាប់អ្នកចង់សម្រកគីឡូឬរក្សាគីឡូឲ្យនៅថេរផងដែរពីព្រោះថាជាតិសរសៃអាចជួយពន្យឺតដំណើរការរំលាយអាហារធ្វើឲ្យអ្នកញ៉ាំមានអារម្មណ៍ឆ្អែតបានយូរនិងមិនសូវឃ្លានទី2ជាតិដែកបរិមាណផ្លែស្រកានាគ170ក្រាមមានជាតិដែក1ក្រាមអត្ថប្រយោជន៍ជាតិដែកគឺជំនួយដល់កោសិកាគ្រាប់ឈាមក្រហមនិងជួយបង្កើនថាមពលនៅក្នុងរាងកាយដូច្នេះដើម្បីទទួលបានអត្ថប្រយោជន៍មួយនេះគួរញ៉ាំផ្លែស្រកានាគឲ្យបាន20ក្រាមនៅក្នុងមួយថ្ងៃដែលវាល្អសម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហមទី3ម៉ាញ៉េស្យូមក្រៅពីជាតិដែកផ្លែស្រកានាគក៏មានផ្ទុកទៅដោយជាតិម៉ាញ៉េស្យូមមកជាមួយផងដែរអត្ថប្រយោជន៍ម៉ាញ៉េស្យូមគឺជួយផ្ដល់ទៅដល់មុខងារកោសិកានៅក្នុងរាងកាយមិនតែប៉ុណ្ណោះក៏ជួយរក្សាចរន្តឈាមឲ្យដំណើរការល្អជំនួយមុខងារប្រព័ន្ធប្រសាទបេះដូងនិងកោសិកាសាច់ដុំទៀតផងបរិមាណស្រកានាគ170ក្រាមគឺមានម៉ាញ៉េស្យូមចំនួន68មីលីក្រាមទី4វីតាមីន C ផ្លែស្រកានាគចំនួន200ក្រាមគឺមានផ្ទុកទៅដោយវីតាមីន C ចំនួន4មីលីក្រាមដូចដែលយើងធ្លាប់ដឹងខ្លះហើយអំពីអត្ថប្រយោជន៍របស់វីតាមីន C គឺជាវីតាមីនដែលរាងកាយត្រូវការជាចាំបាច់ពិសេសគឺជួយប្រឆាំងអុកស៊ីតកម្មពង្រឹងដល់ប្រព័ន្ធភាពស៊ាំបង្កើត collagen ជំនួយការស្រូបយកជាតិដែកនិងជួយឲ្យសុខភាពភ្នែករឹងមាំផងដែរ